ជំរាបសួរនេះខ្ញុំឈ្មោះម៉ាសូនីកាតើមានសារអប់រំនិងការលើកទឹកចិត្តបែបណាខ្លះចំពោះសិស្សបបងការសិក្សាសារអប់រំនិងការលើកទឹកចិត្តគឺជាកម្លាំងចិត្តយ៉ាងសំខាន់ដែលជំរុញឲ្យសិស្សានុសិស្សមានមហិច្ឆតានិងតាំងចិត្តបន្តការសិក្សាទោះបីជាឧបសគ្គយ៉ាងណាក៏ដោយហើយក៏មាន4ចំណុចសំខាន់ដែលបានចងក្រងនៅសារអប់រំនិងពាក្យស្លោកលើកទឹកចិត្តសម្រាប់យុវជននិងសិស្សានុសិស្សឆ្នាំ2026ផងដែរ1សារអប់រំសម្រាប់សិស្សានុសិស្សចំណេះវិជ្ជាគឺជាទ្រព្យជាប់ខ្លួនគ្មានចោលលុយបានមានន័យថាទ្រព្យសម្បត្តិអាចនឹងរលាយបាត់ទៅវិញប៉ុន្តែចំណេះវិជ្ជាដែលមាននៅក្នុងខ្លួននេះអាចជួយឲ្យអ្នករស់រាននិងរុងរឿងអស់មួយជីវិតការរៀនសូត្រគឺជាពន្លឺមានន័យថាប្រសិនបើជាអ្នកឈប់រៀនអ្នកកំពុងតែបិទពន្លឺនៅអនាគតរបស់ខ្លួនឯងប៉ុន្តែបើអ្នកបន្តរៀននោះអ្នកកំពុងបើកផ្លូវដើរទៅកាន់ភាពជោគជ័យដែលមិនអាចកំណត់បានការលំបាកថ្ងៃនេះគឺជាមេរៀនភាពខ្លាំងនៅថ្ងៃស្អែកមានន័យថាការដែលយើងខំតស៊ូរៀនទាំងលំបាកនឹងធ្វើឲ្យយើងក្លាយទៅជាមនុស្សមានតម្លៃនិងមានសមត្ថភាពខ្ពស់នាពេលអនាគត2សារអប់រំសម្រាប់មេដាបេដានិងអាណាព្យាបាលការអប់រំគឺជាកេរមរតកដ៏មានតម្លៃបំផុតសម្រាប់កូនមានន័យថាមាសប្រាក់អាចចាយអស់ប៉ុន្តែការផ្ដល់ការសិក្សាឲ្យកូនគឺជាការផ្ដល់អាវុធដ៏ស័ក្តិសិទ្ធិសម្រាប់ឲ្យពួកគេយកទៅប្រើប្រាស់ដើម្បីកសាងជីវិតកុំឲ្យកូនឈប់រៀនដើម្បីតែចំណេះរយៈពេលខ្លីមានន័យថាការដែលឲ្យកូនទៅធ្វើការដើម្បីលុយបន្តិចបន្តួចនៅថ្ងៃនេះគឺជាការធ្វើឲ្យពួកគេបាត់បង់ឱកាសរកប្រាក់ចំណូលរាប់លាននៅថ្ងៃអនាគតភាពស្និទ្ធស្នាលរបស់អ្នកគឺជាកម្លាំងចិត្តរបស់កូនមានន័យថាការស្ដាប់និងការលើកទឹកចិត្តពីឪពុកម្ដាយគឺជាការធ្វើឲ្យកូនជំនះរាល់ភាពធុញទ្រាន់ក្នុងការសិក្សា